ត្រូវរត់ចូលព្រៃបាត់ស្រមោលក្រុមអ្នកញៀនលបែងជលមន់នៅឃុំមេមងបន្សល់ទុកវត្ថុតាងឲ្យសមត្ថកិច្ចកសាងសំណុំរឿងខេត្តមណ្ឌលគិរីកម្លាំងជំនាញនៃផែនការការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានបើកប្រតិបត្តិការជួបបង្ក្រាបទីតាំងលបែងស៊ីសងខុសច្បាប់ជលមន់មួយកន្លែងស្ថិតនៅស្រុកកៅស៊ីម៉ាដោយដកហូតបានវត្ថុតាងជាច្រើនអ្នកក្រុមអ្នកញៀនលបែងបានរត់គេចខ្លួនបាត់ស្រមោលប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី25ខែមីនាឆ្នាំ2026ស្ថិតនៅចំណុចភូមិមេមងឃុំមេមងស្រុកកៅស៊ីម៉ាខេត្តមណ្ឌលគិរីលោកវិរៈសេនីឯកតូព្យុះចដានាយករងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថាក្រោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍តូឡោសុខាស្នងការនគរបាលខេត្តមណ្ឌលគិរីនិងសហការពីកម្លាំងជំនាញអន្តរាគមន៍ត្រួតពិនិត្យបទបញ្ជាបានចុះទៅដល់ទីតាំងកើតហេតុលោកស្រីបន្តថាក្រុមអ្នកញៀនលបែងដែលកំពុងប្រមូលផ្ដុំគ្នាចូលមន់យ៉ាងពពាក់ពពន់បានដឹងខ្លួនជាមុនរួចក៏នាំគ្នាផ្អើលរកពីខ្លួនចូលព្រៃបាត់អស់ដោយបន្សល់ទុកនៅវត្ថុតាងមួយចំនួននៅកន្លែងកើតហេតុរួមមានមួយម៉ូតូចំនួន5គ្រឿងក្នុងនោះមានម៉ូតូអូសរ៉ឺម៉កចំនួន1គ្រឿង2មាន់ជលចំនួន3ក្បាល3កន្ត្រកសម្រាប់ដាក់មាន់ជលនិងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀតបច្ចុប្បន្នវត្ថុតាងទាំងអស់ត្រូវបានកម្លាំងជំនាញដកហូតនិងនាំយកទៅរក្សាទុកនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលដើម្បីរៀបចំកសាងសំណុំរឿងតាមនីតិវិធីច្បាប់ចំណែកឯជនសង្ស័យដែលរកគេចខ្លួនសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីកំណត់អត្តសញ្ញាណនិងនាំខ្លួនមកដន្ទាទោសតាមច្បាប់ជាធរមានការចុះបង្ក្រាបនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីក្នុងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទដើម្បីពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពនិងធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន